ចាសួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំមកធ្វើម្ហូបមួយមុខទៀតហើយចាក៏ធ្វើផាត់ឡូវនេះខ្ញុំធ្វើជាមួយនឹងស្លឹកត្រចៀកជ្រូកកាពះអណ្ដាតហើយនឹងពោះវៀនធំចាមុននឹងខ្ញុំយកមកធ្វើខ្ញុំលាងទឹកសាច់នឹងឲ្យស្អាតមកខ្ញុំយកមកស្រុះវាមួយផ្លេតសិនចាស្រុះហ្នឹងយើងដាំទឹកឲ្យពុះមកយើងស្រុះដាក់មកផ្លេតមកបានហើយយើងកុំស្រុះឲ្យឆ្អិនអញ្ចឹងណាព្រោះយើងកាត់ក្លិនឆ្អាបទេស្រុះហ្នឹងហើយនឹងធ្វើឲ្យសាច់ហ្នឹងវាទន់ឆ្ងាញ់អញ្ចឹងណាចាបន្ទាប់មកខ្ញុំយកខ្ទឹមក្រហមខ្ទឹមសម្ទេសស្លឹកក្រូចឈើអែមហើយនឹងផ្កាច័ន្ទហ្នឹងមកលីងជាមួយនឹងខ្លាញ់ឬក៏ប្រេងឆាចាខ្ញុំប្រើប្រេងឆាទេចាប្រេងឆាហ្នឹងឲ្យវាឡើងឈ្ងុយហើយបន្ទាប់មកយើងដាក់ស្ករក្រហមចូលឆ្ងាស្ករក្រហមនេះខ្ញុំប្រើមួយស្លាបព្រាធំដែរចាហើយយើងរំលីងឲ្យឈ្ងុយមកយើងដាក់សាច់ដែលយើងស្រុះហ្នឹងចូលទៅចានៅពេលដែលយើងដាក់សាច់ចូលហ្នឹងគឺថាយើងដាក់ទឹកចូលបន្តិចមកចាកុំឲ្យវាខ្លោចឆ្នាំងអញ្ចឹងណាហើយយើងរំងាស់វាឲ្យឆ្អិនមកចាពេលតែយើងរំងាស់វាហ្នឹងយើងដាក់គ្រឿងថែមមកហើយមកមានខ្ញុំដាក់ទឹកប្រេងខ្យងបន្តិចអំបិលបន្តិចរ៉ូឌីបន្តិចចាហើយនឹងប៊ីចេងបន្តិចចាហើយខ្ញុំមានប្រើអំបិលមកបន្តិចដែរប៉ុន្តែកុំដាក់រសជាតិដិតពេកព្រោះយើងញ៉ាំមួយទឹកជ្រលក់ចាហើយចំពោះទឹកជ្រលក់ខ្ញុំធ្វើទឹកជ្រលក់សៀងចាសៀងផ្អែមហើយបន្ទាប់ពីសាច់ជ្រូកយើងឆ្អិនហើយគឺយើងដាក់ស្លឹកខ្ទឹមចូលមកចាដាក់ស្លឹកខ្ទឹមនេះដែរគឺដើម្បីបង្កើនរសជាតិសាច់របស់យើងវាកាន់តែឈ្ងុយចានៅពេលដែលយើងរំងាស់វាឲ្យផុយហើយគឺថាផាក់ឡូវរបស់យើងគឺឆ្អិនហើយចាហើយបន្តមកយើងទៅធ្វើទឹកជ្រលក់ទៅចាហើយទឹកជ្រលក់ខ្ញុំនឹងចេញមួយវីដេអូទៀតចាធ្វើរបៀបធ្វើទឹកជ្រលក់អញ្ចឹងណាហើយបន្លែខ្ញុំប្រើតែទឹកសក់ទេប៉ុន្តែបងប្អូនអាចប្រើជាឆ្អាបសាឡាត់ឬក៏ស្ពៃកញ្ញាញ៉ៃក៏បានដែរយើងបន្ទាប់ជាមួយគ្នាអញ្ចឹងណាចានៅពេលដែលយើងស្រុះសាច់គឺថាសាច់របស់យើងគឺពិតជាទន់ឆ្ងាញ់មែនទែនចាបងប្អូនអរគុណចាបងប្អូនចាំជួបគ្នានៅវីដេអូធ្វើទឹកជ្រលក់ចាអរគុណបាយបាយ